Hãy
យ៉ាងណាក៏ដោយស្នេហារបស់យើងគ្មានអនុភាពណាមួយអាចមកបំបែកយើងបានឡើយប៉ុន្តែអូនកុំបារម្ភចាំឱកាសល្អបងនឹងទូលថ្វាយព្រះបិតាពីរឿងយើងភ្លាមណាតើមានក្តីសង្ឃឹមថាព្រះអង្គនឹងសពប្រតិអនុញ្ញាតឲ្យយើងទាំងពីរបានទេស្អីអូនយ៉ាងម៉េចនឹងអូនមិនអីទេនៅថាមិនអីទៀតចាំបងទៅតាមគ្រូពេទ្យមកពិនិត្យជំងឺឲ្យអូនណាមិនបាច់ទេកុំខ្វល់ពេកនេះជារឿងរបស់ស្រីទេអាយ៉ារឿងរបស់ស្រីតើរឿងនោះវាយ៉ាងម៉េចទៅនៅតែឆោតទៀតលោកអើយនេះជាលទ្ធផលនៃស្នេហ៍លួចលាក់របស់យើងណាបងហាមានន័យថាអូនមានផ្ទៃពោះបងទឹកស្លិតណាស់មែនទេផ្ទៃទៅវិញបងសប្បាយប្រតិជាខ្លាំងណាស់ចាំបងទទួលថ្វាយព្រះបិតាទៅបានមិនបាច់ទេហាថ្វាយបង្គំព្រះបិតាទាស័យសូមថ្វាយបង្គំព្រះអង្គពួកឯងនេះចំជាផ្ដេសផ្ដាសមែនព្រះបិតាសូមព្រះអង្គបាត់មកពួកឯងទាំងពីរតែងតាំងអង្ចាមិនស្មានពុជបងសាវតាគ្រុនញ៉ាំវិញឡើយពួកឯងទាំងពីរតែងតាំងអង្ចាមិនស្មានពុជបងសាវតាគ្រុនញ៉ាំវិញឡើយអំពើអាត្រឹងយាមមកលួចលាក់ជាកាយើងមិនស្មានឡើយអាចចាត់ក្នុងដល់ម្លឹងព្រះបិតាសូមព្រះអង្គទ្រង់ព្រះតម្រេះឲ្យទូលបង្គំផងក្រាបទូលមិនបានបុត្រនឹងទាស័យបានស្នេហាគ្នាដោយស្មោះស្ម័គ្រសូមព្រះតម្រេះផងក្រាបទូលមិនបានជាដាច់ខាត់បុត្រាចូលបុត្រាគិតទៅមើលយើងជាពុជពងព្រះមហាក្សត្រម្យ៉ាងទៀតនាថ្ងៃខាងមុខនេះគឺបុត្រនេះហើយជាអ្នកស្នងរាជជំនួសព្រះបិតាម្លោះហើយការជ្រើសរើសមហេសីត្រូវតែបានស័ក្តិសមទៅបានណាបុត្រាសូមក្រាបថ្វាយបង្គំព្រះអង្គជាម្ចាស់ទូលបង្គំយល់ថាស្ត្រីធំឡើងត្រូវតែមានប្តីបុរសពេញវ័យតែងតែយកប្រពន្ធនេះជាក្រក្រមធម្មជាតិណាក្រាបទូលសំដីលោកពិតជាត្រឹមត្រូវណាស់ក៏ប៉ុន្តែយ៉ាងម៉េចលោកសូមក្រាបថ្វាយបង្គំព្រះបុត្រាពាក្យចាស់លោកថាធ្វើស្រែឲ្យមើលស្មៅទុកដាក់កូនចៅឲ្យមើលផៅសន្តានម្ល៉េះហើយព្រះរាជបន្ទូលរបស់ព្រះអង្គពិតជាមិនខុសឡើយក្រាបទូលលោកសូមព្រះអង្គកុំអាលខ្ញាល់ក្រាបទូលក្នុងព្រះបរមរាជវាំងខ្វះអ្វីស្រីរូបល្អជាកូនចៅនិមន្តមន្ត្រីមានឋានៈខ្ពង់ខ្ពស់ទៀតផងដូចជាកូនស្រីទូលបង្គំអញ្ចឹងពិតជាស័ក្តិសមនឹងព្រះអង្គជាខ្លាំងណាស់ម្ដេចក៏ព្រះអង្គទៅជ្រើសរើសយកអ្វីស្រីថោកទៀបរបៀបនេះពិតជាមិនស័ក្តិមិនសមឡើយក្រាបទូលបានរែកបងយកបលរបស់លោកឧបរាជពិតជាត្រឹមត្រូវណាស់សូមអរព្រគុណក្រាបទូលព្រះបិតាតែបាត់យល់ថាស្នេហាគ្មានការបែងចែកវណ្ណៈឡើយទើបស្នេហាផងបុត្រាបុត្រមិនត្រូវប្រកែកនឹងសម្ដីរបស់ព្រះបិតាបានឡើយព្រះអង្គសូមព្រះអង្គមេត្តាករណាដល់ទាស័យជាស្រីអភ័ព្វនេះផងខ្ញុំមិនចាស់បានជ្រិលខ្លួន
បាច់និយាយច្រើនទៀតទេបុត្រាបើនៅទុកជើងជាព្រះបិតាទេនោះត្រូវតែអនុវត្តតាមព្រះរាជបញ្ជារបស់យើងមើលភីលៀងព្រះបងខ្ញុំម្ចាស់ចូលទៅប្រម៉ែប្រមូលអីវ៉ាន់របស់ទាសីនឹងយកមាសប្រាក់បន្តិចបន្តួចមកឲ្យយើងភ្លាមព្រះបងព្រះអង្គព្រះបិតាលោកអបរាជក្រាបថ្វាយបង្គំព្រះអង្គព្រះបុត្រាបើបិតាយើងបានសម្រេចចិត្តហើយថាថ្ងៃស្អែកនេះយើងនឹងរៀបចំពិធីអភិសេកជូនព្រះបុត្រាជាមួយនឹងកូនស្រីលោកអបរាជទៅតាមកិច្ចសន្យាក្រោយមកយើងប្រកបរាជបល្ល័ង្កនេះឲ្យព្រះបុត្រាយើងសោយរាជតែម្ដងណាមកថ្វាយបង្គំព្រះអង្គនេះជាអ្វីវ៉ាន់របស់នាងទាសីព្រះបងប្រកបមកឲ្យយើងប្រកបមកព្រះបងព្រះអង្គណែទាសីនាងត្រូវស្ដាប់ឲ្យច្បាស់ចាប់តាំងពីថ្ងៃនេះតទៅនាងត្រូវតែចេញឲ្យផុតពីព្រះបរមរាជវាំងនេះណាជាអីវ៉ាន់របស់នាងនឹងមានប្រាក់បន្តិចបន្តួចដែលយើងប្រទានឲ្យនាងទៅកាន់តែឆ្ងាយកាន់តែល្អបើមិនទេយើងនឹងប្រហារជីវិតនាងភ្លាមព្រះបិតាធ្វើយ៉ាងនេះអត់សែនក្លោចព្រះតេជខ្លាំងណាស់សូមព្រះអង្គអាណិតមេត្តាបុត្រផងក្រាបទូលព្រះអង្គសូមព្រះអង្គកុំដាច់ព្រះតេយ៉ាងនេះយ៉ាងម៉េចយើងលើកលែងទោសប្រហារជីវិតឲ្យហើយនាងនៅចង់បានអ្វីទៀតទៅភ្លាមទៅបិតាភ្លាមទេទៅកុំទៅដល់ចូលបងណាទេទៅកុំទេទៅកុំទៅណាចូលបងព្រះអង្គសូមព្រះអង្គតែព្រះកាយឲ្យបានល្អផងអូនលាសិនហើយកុំទៅណាចូលបងណាអូនលាប្រោសំឡាញ់កុំទៅជាទាំងតមនីងគ្មានថ្ងៃវិលវៃថយទៅចូលបងដោយតែពុញបង